ការប្រើប្រាស់ document view document view គឺសម្រាប់បង្ហាញការបង្ហាញឯកសារដែលមាន5ប្រភេទបាទបញ្យលពាក្យ view មានន័យថាការបង្ហាញឬក៏ការដាក់ឲ្យឃើញបាទអញ្ចឹងមើលក្នុងហ្នឹងគឺមាន5ប្រភេទបាទដូចនេះទី1គេហៅ print layout បាទគឺបង្ហាញជាក្រងសម្រាប់ធ្វើការកែប្រែបាទអញ្ចឹងយើងមើលទាំងអស់គ្នានៅខាងនេះបាទអញ្ចឹងទី1គឺយើងចុចលើពាក្យថា view នេះបាទអញ្ចឹងឃើញការបង្ហាញយើងមាន5នេះឯងអញ្ចឹងដំបូងនឹងឯងគេហៅថា print layout បាទការបង្ហាញជាក្រងសម្រាប់ធ្វើការកែប្រែអញ្ចឹងយើងអាចយើងអាច design អីផ្សេងបាននៅលើបាទ print layout ហ្នឹងទី2គឺយើងមើលមួយទៀតគឺ full screen បាទ reading បាទន័យថាការបង្ហាញពេញអេក្រង់សម្រាប់អានអញ្ចឹងពេលហ្នឹងគឺយើងចុចលើបាទ full screen reading ហ្នឹងមកពេលហ្នឹងវាចេញបង្ហាញជាទម្រង់បែបនេះណាអញ្ចឹងយើងអាចមើលសម្រាប់ការអានយើងចង់ចាក់ចេញវាវិញគឺយើងចុចពាក្យ close នេះវិញបាទទី3គឺយើងមើល web layout បាទបង្ហាញជាក្រងជាប្រភេទដូចជា website នៅលើអ៊ីនធឺណិតអញ្ចឹងមានន័យថាបើយើងคลิกលើ web layout ទៅវាបង្ហាញជាផ្ទាំងបែបនេះអញ្ចឹងផ្ទាំងបែបហ្នឹងឯងគឺដូចជាការបង្ហាញនៅលើ website អញ្ចឹងបាទយើងមើលទី4គឺ outline បង្ហាញជាកកឬសង្ខេបបាទអញ្ចឹងពេលយើងคลิกលើនេះ outline នេះអញ្ចឹងវាបង្ហាញមានមិត្តសញ្ញាអញ្ចឹងមកជាគោលសម្រាប់សង្ខេបឲ្យយើងមើលបាទអញ្ចឹងយើងចុច close នេះ outline view វិញវាចូលបាទធម្មតាវិញមួយទៀតចុងក្រោយគេ draft view បង្ហាញជាព្រៀងបាទបង្ហាញការព្រៀងផ្សេងគឺយើងចុចលើ view ហ្នឹងមកយកពាក្យនេះ draft នេះបាទអញ្ចឹងវាចេញបង្ហាញជាព្រៀងអញ្ចឹងមកអញ្ចឹងអានេះដោយសារវាបង្ហាញភាគរយតូចគឺយើងធ្លាប់រៀនហើយនេះយើងដាក់ភាគរយនេះមកឲ្យធំវិញមកអានេះឲ្យតូចវិញបាទឬក៏យើងអាចប្រើនៅលើនេះក៏បានដែរនេះទី1នេះគេហៅថាបាទ print layout ស្មើទី1បើយើងចុចអានេះទី2ស្មើនឹងពាក្យថា full screen reading បាទយើង close មកវិញមកទី3នេះស្មើនឹង web layout បាទនៅខាងនេះទី4គឺយើងคลิกលើ outline អញ្ចឹងចេញផ្ទាំងបែបនេះគឺទី5គឺយើងคลิกលើនេះ draft នេះអញ្ចឹងវាបង្ហាញចេះអញ្ចឹងយើងចំណាំភាគច្រើនគេបង្ហាញតែជា print layout ប៉ុណ្ណោះអញ្ចឹងគឺភាគច្រើនបង្ហាញតែទី1នេះទេគឺមានតួនាទីសម្រាប់កែប្រែឯកសារយើងតែម្ដង